ថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាទៅលេងនៅចំការត្រេននៅខាងទឹកដីអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់ភាគច្រើនឃើញល្បីពីត្រេននៅខាងតំបន់បែកញលុងត្រេនកពតត្រេនសំឡូតក៏ប៉ុន្តែកលេចមកខាងត្រេនអូសោមនេះវិញក៏មិនធម្មតាដែរពុកម៉ែបងប្អូនកលេចមើលមកដើមនេះគឺថាផ្លែឡើងជ្រែកដើមតែម្ដងលពូអ្នកមីងគ្រាន់តែដើរចូលទៅដល់ក្នុងចំការភ្លាមស្រែកលន់មាត់ថាវ៉ាវតែម្ដងដោយសារតែឃើញផ្លែច្រើនខ្លាំងពេកពុកម៉ែបងប្អូនហើយមកដើមគឺផ្លែគ្រប់មេគ្រប់ធាងតែម្ដងមានតែខ្លះផ្លែដល់ដីក៏មានដែរពេលប្រមូលផលแล้วមិនដឹងថាបានយ៉ាងណាទេណោះតែត្រេននេះអត់ទាន់ចាស់អត់ទាន់ទុំទេពុកម៉ែបងប្អូននៅលេងខ្លួនឡើយឯងហើយម្ចាស់ចការគាត់ក៏បានប្រាប់ដែរថាអត់ទាន់បានប្រមូលផលម្ដងទេអញ្ចឹងហើយបានឃើញផ្លែស្កិចស្កះតែម្ដងតាមបទពិសោធន៍ដែលធ្លាប់មកដល់ចំការត្រេននៅប៉ៃខាងសំឡូតអូសោមខ្ទង់ខែ5ដើមខែ6អីត្រេនអត់ទាន់មានទេពុកម៉ែបងប្អូនតើតែចូលដល់ពាក់កណ្ដាលខែ6ឬក៏ចុងខែ6ដើមខែ7ទើបត្រេនប៉ៃខាងតំបន់ចាប់ដើមអាចប្រមូលផលបានហើយខ្ញុំទៅលេងហ្នឹងគឺខ្ទង់ថ្ងៃ14ណាពុកម៉ែបងប្អូន14ខែ6ក៏អត់ទាន់មានសាបូដែរមានមួយមិនអត់សោះទេណាមានមួយតាមដែលអ្នកលក់គាត់ប្រាប់ម្ចាស់ចការគាត់ប្រាប់តើតែដើមខែ7ទើបសាបូហូហៀតែម្ដងមានមួយហ្នឹងគឺចង់សំដៅទៅលើវាមានតុងមួយពុកម៉ែបងប្អូនវាអត់ទាន់សាបូហូហៀដូចចុងខែ6ដើមខែ7ទេត្រេនពេញដើមអីខ្ញុំថានៅមានមួយគឺចង់ផ្ដោតទៅលើត្រេនទុំវាអត់ទាន់មានច្រើនទេប៉ុន្តែបើត្រេននៅលើដើមហ្នឹងគឺវាមានច្រើនហើយគ្រាន់វាអត់ទាន់ទុំអត់ទាន់ចាស់អត់ទាន់ប្រមូលផលបានអញ្ចឹងត្រេននៅប៉ៃខាងអូសោមសំឡូតហ្នឹងគឺគេប្រមូលផលដំណាលគ្នាបើនៅតំបន់ផ្សេងដូចជាខាងកពតឬក៏ខាងតំបន់ផ្សេងគឺគេបានប្រមូលផលមុនឬក៏ដោយពូជអានឹងអត់ដឹងដែរពុកម៉ែបងប្អូនគ្រាន់ថានេះតាមអីដែលនេះខ្ញុំធ្លាប់បានទៅដល់ចការត្រេននៅប៉ៃខាងអូសោមហើយនឹងសំឡូតកលេចមកមើលមកដើមនេះវិញគឺថាផ្លែឡើងជ្រែកដើមជ្រែកមេឃជ្រែកធៀងតែម្ដងខ្ទង់មកដើមផ្លែមិនក្រោម100ផ្លែទេពុកម៉ែបងប្អូនហើយច្រើនខ្លាំងមែនទែនអាណិតដើមដល់ពេលឃើញផ្លែច្រើនពេកអញ្ចឹងណាអញ្ចឹងពុកម៉ែបងប្អូនបើសិនជាចង់ញ៉ាំត្រេនខាងអូសោមគឺដល់ហើយចាប់ដើមពីចុងខែ6ខែ7នេះទៅត្រេនខាងនេះគឺបបោហូហៀសបូសបាយខ្លាំងមែនតើសំឡេងខ្ញុំនៅក្នុងវីដេអូនេះរៀងកងល់កងួទេពុកម៉ែបងប្អូនដោយសារទៅមកពីអូសោកោះកុងត្រូវទឹកភ្លៀងផងអីផងហើយមកដល់ផ្ទះក៏ផ្ដាសាយធំយកតែម្ដងអញ្ចឹងសលេងរៀងកងួហើយឈឺពងកប៉ុន្តែមិនថ្មីទេដោយសារស្ដាយវីដេអូអញ្ចឹងហើយក៏ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាកុំឲ្យវាផ្អូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាមពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្តទៀតជម្រាបលា